បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទសុគន្ធនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទាក់ទងទៅនឹងការបញ្ចេញសំឡេងបាទកុំឲ្យខាត់ពេលយូរបងប្អូនអាចមើលមកលើក្តារខៀនជាមួយខ្ញុំបាទទាំងអស់គ្នាពាក្យទី1 trend no យើងអត់អានថា trend ទេគឺយើងអានថា train អូខេពាក្យទី2យើងអានថា nail no គឺយើងអានថា nail ពាក្យទី3យើងអានថា wait ពាក្យទី4យើងអានថា tail ពាក្យទី5យើងអានថា sail ពាក្យទី6យើងអានថា paint តាក់ទងទៅនឹងការអានឲ្យបានត្រឹមត្រូវទី1គឺយើងត្រូវចេះសំឡេងច្បាស់តោះឥឡូវមើលជាមួយខ្ញុំបាទទាំងអស់គ្នា TR នេះគឺ tr អូខេ AI គឺសំឡេង A ណាបងប្អូនត្រូវចំណាំ A និង I នៅជុំគ្នាបែបហ្នឹងគឺសំឡេងវែងសំឡេង A វែងបាទ long A វែងណា A យើងមើលលើពាក្យទាំងអស់គ្នា tr A n ចឹងយើងអានថា train អូខេច្បាស់ណាបងប្អូនបាទពាក្យទី2គឺ n a l ចឹងយើងអានថា nail អូខេចំពោះពាក្យទី3 w a t យើងអានថា wait អូខេចំពោះពាក្យទី4 t a l យើងអានថា tail ពាក្យទី5 s a l យើងអានថា sail ចំពោះពាក្យទី6គឺជាពាក្យចុងក្រោយ p a n t ចឹងយើងអានថា paint បាទអញ្ចឹងមេរៀនរបស់ខ្ញុំគឺត្រូវបានបញ្ចប់ហើយអ្វីដែលសំខាន់ហើយបងប្អូនត្រូវចំណាំនោះគឺតាក់ទងនឹងសំឡេង AI ណាមេរៀនដែលខ្ញុំបដោតគឺសំឡេង AI ហ្នឹងបងប្អូនត្រូវចំណាំគឺវាមានសំឡេង long A គឺសំឡេងវែងណាគឺ A អូខេតើនេះបងប្អូនបាទជាចុងក្រោយបើសិនបើបងប្អូនមានបំណងចង់រៀនភាសាអង់គ្លេសតាក់ទងទៅនឹងការបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវបងប្អូនអាចតាក់ទងមកខ្ញុំបាទបានអរគុណច្រើនជម្រាបលា